មូលហេតុអ្វីបានជាទឹកអាចផលិតជាថាមពលអគ្គិសនីបាន Hydroelectricity គឺជាថាមពលអគ្គិសនីដែលត្រូវបានផលិតចេញពីថាមពលរបស់ទឹកដែលអាចត្រូវបានគេបង្កើតឡើងនៅទំនប់វារីអគ្គិសនីបច្ចុប្បន្នមានប្រហែលជា 24% នៃថាមពលអគ្គិសនីដែលអាចត្រូវបានផលិតចេញពីទឹកនៅទូទាំងពិភពលោកក្នុងវីដេអូមួយនេះយើងនឹងរៀនអំពីរបៀបដែលអគ្គិសនីត្រូវបានគេផលិតចេញពីថាមពលរបស់ទឹកក្នុងនោះមាន6ចំណុចសំខាន់នៃកន្លែងផលិតអគ្គិសនីដោយថាមពលទឹកគឺទី1ទំនប់ទឹកទី2ច្រកបិទឬបង្ហូរទឹកទី3បំពង់បង្ហូរទឹកទី4ទូប៊ីនទី5 AC generator ហើយនិងទី6 transformer ទំនប់ត្រូវបានបង្កើតឡើងដើម្បីទប់ទឹកប្រៀបបានដូចជាអាងទឹកធំមួយអញ្ចឹងចំណែកច្រកបិទឬបង្ហូរទឹកអាចត្រូវបានគេបើកដើម្បីបង្កើតបានជាសម្ពាធទឹកយ៉ាងខ្ពស់ដែលវាហូរតាមបំពង់បង្ហូរគឺជាបំពង់ត្រង់ដែលទឹកត្រូវបានបង្ហូរតាមបំពង់នេះទៅកាន់ទូប៊ីនហើយបំពង់បង្ហូរត្រូវបានគេឌីហ្សាញតាមរបៀបបែបនេះដែលកម្លាំងដោយទំនាញផែនដីនិងទាញទឹកទៅក្រោមឆ្ពោះទៅកាន់ទូប៊ីនដែលនឹងផលិតជាថាមពលស៊ីនេតិកទូប៊ីនរួមមានស្លាបកង្ហាលយ៉ាងធំមួយឬហៅថា fan blade និងមានដែកមូលសម្រាប់បង្វិលដែលហៅថា spindle នឹងវិលនៅពេលដែលទឹកទៅបុកប៉ះនឹងកង្ហាលឬ blade ដូច្នេះក៏បង្កើតឲ្យមានការបំលែងថាមពលស៊ីនេតិកទៅជាថាមពលមេកានិកនៅខាងលើមាន exciter មួយដែលវានឹងទទួលនៅថាមពលចរន្ត DC នៅខាងក្រោម exciter គឺ generator ដែលវានឹងផលិតជាចរន្ត AC ដោយពឹងផ្អែកទៅលើការចម្លង magnetic អគ្គិសនីឬក៏ electromagnetic induction នៅខាងក្នុង generator មាន rotor ដែលត្រូវបានបង្វិលដោយ spindle ហើយនៅខាងក្រៅ rotor មានភ្នែកដែលមិនបង្វិលហៅថា stator ដែលត្រូវបានបង្កើតឡើងដោយរបួមខ្សែទង់ដែង3ដុំហៅថា winding នៅលើ rotor មួយមាន magnetic អគ្គិសនីឬក៏ electromagnetic មួយចំនួនបានផ្ដល់ថាមពលដោយចរន្ត DC តាមរយៈ exciter magnetic ទាំងនេះត្រូវបានគេភ្ជាប់ជាមួយនឹងខ្សែតាមរបៀបមួយដែលប៉ូលនីមួយៗនៅជិតគ្នាមានដែនខុសគ្នានៅជាមួយគ្នាដល់ពេលដែល rotor បង្វិលនៅក្នុង stator ដែន magnetic នៃប៉ូលនីមួយៗមានសកម្មភាពទៅលើ stator winding នៅពេលនោះថាមពលចរន្ត AC ត្រូវបានបង្កើតឡើងនៅលើ winding ហើយបានចម្លងទៅកាន់ grid ដោយខ្សែចម្លងបានភ្ជាប់ទៅកាន់ stator បន្ទាប់មកថាមពលចរន្តនេះត្រូវបានផ្ទេរចេញពី grid ទៅកាន់ transformer ដែលជាកន្លែងបំលែងថាមពល AC power ទៅជាចរន្ត AC ដែលមានតង់ជង់ខ្ពស់អាចប្រើប្រាស់បានវដ្តទឹកមានសារៈសំខាន់ណាស់ចំពោះដំណើរការផលិតថាមពលអគ្គិសនីចេញពីប្រភពទឹកដោយសារតែដំណើរការនេះគឺពឹងផ្អែកទៅលើលំហូរនៃទឹកប្រសិនបើកង្វះភ្លៀងនៅកន្លែងផលិតអគ្គិសនីបែបនេះនោះទឹកមិនត្រូវបានប្រមូលគ្រប់គ្រាន់នោះទេជាមួយនឹងកង្វះខាតទឹកនិងគ្មានអគ្គិសនីអាចនឹងត្រូវបានគេបង្កើតដែរកុំភ្លេចជួយចុច Subscribe Channel Canberra នេះមួយផងដើម្បីទទួលបានវីដេអូរបស់កំហើញថ្មីៗអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចុងបញ្ចប់